ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ5ស្រុកបាកាន់ខ្លាចជាជញ្ជីងថ្លឹងលុយអាជីវករត្អូញត្អែឬមន្ត្រីជំរិតទារប្រាក់ទាំងយប់ទាំងថ្ងៃពោធិ៍សាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ5ត្រង់ចំណុចភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកាន់ខេត្តពោធិ៍សាត់កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ម្ចាស់រថយន្តនិងអាជីវករដឹកជញ្ជូនថាបានប្រែទឹកដីរនឲ្យទៅជាកន្លែងសង្កត់កយកលុយពីអ្នករកស៊ីប្រៀបដូចជាការបើកជញ្ជីងថ្លឹងលុយផ្ទាល់ខ្លួនតាមប្រភពពីអ្នកបើកបរបានទម្លាយថាមន្ត្រីប្រចាំការនៅទីនោះកំពុងអនុវត្តលើសពីទូនីតិដែលច្បាប់កំណត់ដោយតម្រូវឲ្យរថយន្តគ្រប់ប្រភេទបង់លុយជាដាច់ខាតទោះបីដឹកមិនលើសទម្ងន់ក៏ដោយអ្វីដែលគួរឲ្យឆ្អែតចិត្តបំផុតនោះគឺលុយថ្លៃបាយទឹកនិងកាហ្វេដែលមន្ត្រីទាំងនោះទាដោយគ្មានភាពអៀនខ្មាស់វាបានคล้ายទៅជាវប្បធម៌ពុករលួយដ៏រ៉ាំរ៉ៃដែលផ្ទុយស្រឡះពីមនសិការជាមន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សពីរនការការពារលុយជាប្រព័ន្ធមិនថាលើសទម្ងន់ឬមិនលើសគឺត្រូវតែបង់លុយតាមការកំណត់របស់ប្រធាននិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងការបើកដៃពីថ្នាក់លើរងការចោទប្រកាន់ថាប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ហាក់រក្សាភាពស្ងៀមស្ងាត់ឬបើកដៃឲ្យមន្ត្រីក្រមអាវ៉ាន់ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិនផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធដោយសារការចម្រិតទារលុយខ្លាំងពេកអ្នកបើកបរមួយចំនួនត្រូវបង្ខំចិនបើកវាងតាមផ្លូវលំនិងស្ពានតូចៗដែលបណ្ដាលឲ្យខូចខាតផ្លូវសាធារណៈដែលរដ្ឋចំណាយថវិកាយ៉ាងច្រើនដើម្បីសាងសង់មជ្ឈដ្ឋានទូទៅនិងក្រុមអាជីវករបានលើកជាសំណួរថាតើច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពដល់ស្ថានីយ៍ជញ្ជីងស្រុកបាកាន់នេះដែរឬទេក្នុងន័យនេះក្រុមអ្នករកស៊ីដឹកជញ្ជូនសូមគោរពស្នើសុំដល់ឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកសេងឈួនអនុរដ្ឋលេខាធិការនិងអនុប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសគោរពស្នើសុំឯកឧត្តមខុយរីដាអភិបាលខេត្តពោធិ៍សាត់មេត្តាចាត់វិធានការក្តៅចុះស៊ើបអង្កេតនិងលុបបំបាត់ភាពមិនប្រក្រតីនៅចំណុចនេះដើម្បីផ្ដល់យុត្តិធម៌ដល់អ្នករកស៊ីនិងការពារសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះគ្រាន់តែចង់ជម្រាបជូនមហាជននិងថ្នាក់ដឹកនាំឲ្យជ្រាបជាព័ត៌មានក្នុងព្រឹត្តិការណ៍អ្វីដែលបានកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះអង្គភាពគេហទំព័រប្រមាញ់ជាដែនធីវីយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ស្ថិតនៅក្នុងនៃស្ថាបនានិងសូមរងចាំការឆ្លៃបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ